សហហហាលទឹកសួស្តីបងប្អូនថ្ងៃនេះរៀនសរសេរអក្សរនិងផាត់ពណ៌ជាមួយបងតុនសាយទាំងអស់គ្នាថ្ងៃនេះបងប្រើកលិតទឹកពណ៌ទឹកក្រូចនិងជ័រដើម្បីមកសរសេរអក្សរហតោះមកសរសេរអក្សរហជាមួយបងទាំងអស់គ្នាណាចំពោះការសរសេរអក្សរហនេះគឺងាយស្រួលទេអត់មានអីពិបាកទេឥឡូវរួចរាល់ហើយបងអូនចេះសរសេរហើយឬនៅបើមិនទាន់ចេះទេតោះទៅសរសេរអក្សរហជាមួយបងម្ដងទៀតដោយបងប្រើ Word ពណ៌ខ្មៅដើម្បីសរសេរអក្សរហចំណែកបងអូនបើសិនជាមាន Word អាចសរសេរជាមួយបងបានតែបើអត់ទេអាចសរសេរដោយប្រើខ្មៅដៃឬក៏ប៊ិចក៏បានដែរឥឡូវបងមកសរសេរម្ដងទៀតហើយអូនមកវឹកហាត់សរសេរជាមួយបងទាំងអស់គ្នាមកឥឡូវរួចរាល់ហើយតោះយក color របស់បងអូនមកផាត់ពណ៌ជាមួយបងទាំងអស់គ្នាដំបូងឡើយបងប្រើ color Word ពណ៌ទឹកក្រូចដើម្បីមកធ្វើការផាត់ពណ៌នៅលើអក្សរហរបស់យើងបន្តមកទៀតបងប្រើពណ៌បៃតងចាស់លាយជាមួយនឹងពណ៌ទឹកក្រូចយើងផាត់ថាអញ្ចឹងមកហើយបន្តមកទៀតបងប្រើពណ៌លឿងបងអាចលាយពណ៌ដូចបងក៏បានឬក៏ផាត់តែមួយពណ៌ក៏បានបងអាចលាយពណ៌ដូចបងអញ្ចឹងមកមើលទៅគឺឃើញពណ៌ស្អាតហើយបន្តមកទៀតបងប្រើពណ៌ក្រហមយើងផាត់ថាអញ្ចឹងមកហើយបន្ទាប់មកបងប្រើពណ៌អ្វីទៀតណាបងនឹងប្រើពណ៌ផ្ទៃមេឃយើងផាត់ថាអញ្ចឹងមកហើយចុងក្រោយបងប្រើពណ៌ផ្កាឈូកចាបងអូនមើលតើស្អាតទេឥឡូវរួចរាល់ហើយតោះយើងនឹងទៅផាត់ color ទៀនវិញម្ដងដំបូងឡើយបងប្រើពណ៌លឿងផាត់ថានៅលើអក្សរហយើងមកបន្តមកទៀតបងប្រើពណ៌ទឹកក្រូចហើយបន្តមកទៀតបងប្រើពណ៌បៃតងចាស់យើងផាត់ថាមកហើយបន្តមកទៀតបងប្រើពណ៌ទឹកប៊ិចឬក៏ពណ៌ខៀវឥឡូវអក្សរហរបស់យើងរួចរាល់ហើយតោះឥឡូវយើងទៅលេងល្បែងជាមួយបងទាំងអស់គ្នាយើងមកធ្វើជាអក្សរហដោយប្រើអ្វីទៅណនេះណាគឺដីឥដ្ឋថ្ងៃនេះបងប្រើដីឥដ្ឋពណ៌ផ្កាឈូកដើម្បីមកធ្វើជាអក្សរហដំបូងឡើយយើងកាត់ដីឥដ្ឋមួយដុំចេញពីកែវឬក៏កឡតូចមួយនឹងមកបន្ទាប់មកយើងយកមកលុញឲ្យបានជារាងត្រវែងបែបនេះហើយបន្ទាប់មកយើងកាច់ធ្វើជាអក្សរចារបស់បងរៀងស្ទើរបន្តិចបងនឹងថែមដោយបងយកដីឥដ្ឋមួយដុំទៀតមកហើយយកមកលុញឲ្យខ្លាចជារាងត្រវែងចុះចំណែកបងអូនថ្ងៃនេះបងអូនប្រើដីឥដ្ឋពណ៌អ្វីដែរដើម្បីមកលេងល្បែងជាមួយបងនេះ
អក្សរហរបស់បងជិតរួចហើយចូលចំណាយប្អូនហើយឬនៅមកធ្វើប៉ុណ្ណឹងជាមួយបងទាំងអស់គ្នាណាយេឥឡូវអក្សរហរបស់បងរួចរាល់ហើយ